សួស្តីបងប្អូនអរគ្នាតើបងប្អូនអរគ្នាជឿទេថាលើលោកនេះមានខ្មោចសម្រាប់ខ្ញុំគឺខ្ញុំជឿជាក់ថាលើលោកនេះមានខ្មោច 100% ដូចនេះខ្ញុំលើករឿងពិតមួយតាក់ទងនៅក្នុងខេត្តសៀមរាបហើយក្នុងខេត្តខ្ញុំផ្ទាល់ជាស្រុកកំណើតរបស់ខ្ញុំនៅប្រហែលជាសម្រាប់10ឆ្នាំមុនហើយកាលនោះខ្ញុំនៅរាំងក្មេងដែរវាមិនក្មេងណាស់ណាក្មេងដឹងអីចឹងណាពេញនឹងក្តីហើយកាលហ្នឹងមានបុណ្យសពពេលស្លាប់ចឹងណាហើយដល់ពេលបុណ្យសពពេលស្លាប់ទៅក៏ខ្ញុំបានទៅកំដរគេហៅកំដរបានជាគ្នាឯសពហើយវាចំពេលអីសពពេលហ្នឹងអត់ទាន់មានមឈូសទេបងប្អូនអត់ទាន់មានមឈូសក៏ខ្ញុំនៅកណ្ដរចឹងទៅហើយគេចងមុងចងអីធម្មតាកន្លែងសពគេមានចងមុងចងអីពេលដែលយើងអត់ទាន់មានមឈូសតាមជំនឿបុរាណគេបានប្រាប់ថាចងមុងហ្នឹងដើម្បីការពារសត្វនៅខាងក្រៅមកប៉ះពាល់ទៅលើសាកសពឬក៏កន្លងសាកសពជាពិសេសហ្នឹងឆ្មាហ្នឹងបងប្អូនហើយវារឿងអ្វីដែលខ្ញុំចាំផ្លេចហ្នឹងគឺថាពេលដែលយើងចងមកហើយហ្នឹងពេលហ្នឹងក៏ចាស់តែតែពេលមានកម្មវិធីបុណ្យសពចឹងគាត់តែកំដរគាត់លេងជាបៀលេងជាអីចឹងណាទីស្រុកខ្ញុំជួនកាលលេងអាប៉ោងលេងអីទៀតហ្នឹងអាយចឹងណាហើយដល់ពេលយើងក៏តាំងពីម៉ោង10រហូតដល់ម៉ោង2:10បងប្អូន2:10ហើយបន្ទាប់មកបងប្អូននៅស្រុកភូមិខ្ញុំហ្នឹងកម្រឆ្មាខ្មៅអត់ដែរមានតែនៅស្រុកមានឆ្មាខ្មៅបងប្អូនហើយឆ្មាខ្មៅហ្នឹងក៏មិនមែនដល់យើងឃើញលេងលោតប្រឡងបងប្អូនលោកកន្លងខ្សែមុងដាច់ម៉ាត់ហ្មងដាច់ខ្សែមុងម៉ាត់ហ្មងហើយពេលហ្នឹងអារម្មណ៍ខ្ញុំជាក្មេងធម្មតាជាក្មេងខ្ញុំមិនទាន់ដឹងអីដល់ចាស់និយាយថាមានឆ្មាខ្មៅមកពីណាហើយមកលោកកន្លងចឹងហើយបន្ទាប់ពីលោកកន្លងហ្នឹងក៏តាអាចារ្យដូចជាតារបស់ខ្ញុំក៏បានទៅចងខ្សែមុងវិញហើយទៅពិនិត្យមើលសពចឹងណាតែអាពេលដែលពិនិត្យមើលសពដំបូងហ្នឹងគឺដូចជាអត់មានបញ្ហាអីទេហើយដូចជាធម្មតាហើយធម្មតាសពទៅយើងមិនគ្រប់អាណត្តិសអញ្ចឹងយើងអត់ទាន់បានជារោមអីដូចនៅក្នុងឈូសទេតតែគេចាស់គេអីហើយបានគេរៀបដាក់ចូលឈូសហើយដល់ពេលហ្នឹងដំបូងអត់អីទេតែអាឆ្មាខ្មៅហ្នឹងមកផ្លេតហ្នឹងវាបាត់លោតដាច់ខ្សែមកហើយវាបាត់ពេលដែលរោមើលវាអត់ឃើញទៅវាបាត់ចឹងទៅក៏ម្នាក់គាត់ងើងឆ្ងល់គ្រប់គ្នាហើយបងប្អូនអរគ្នាអ្នកខ្លះប្រហែលជាអាចនឹងជឿអីចំនួនអ្នកដែលគាត់វ័យឥឡូវចូល2025 26ហ្នឹងគាត់វ័យត្រឹមខ្ទង់29 30អីក៏ទាន់ហើយអារឿងអាបែជំនឿហ្នឹងហើយបងប្អូនខ្ញុំនិយាយបន្តទៀតមិនទាន់ចប់ទេនៅទៀតដល់ពេលចងមុងសពហ្នឹងហើយតែវាចងហើយវាចៃដន្យអីខ្សែមុងហ្នឹងដាច់មកវិញបងប្អូនដាច់មកវិញនេះចូលតែអាណាខ្ញុំចាប់ដើមថាខ្ញុំអារម្មណ៍ក្នុងចិត្តខ្ញុំថាអញហើយមនុស្សស្លាប់ទៅមានចលនាចេះស្រ័យខ្សែមុងស្រ័យអីហើយខ្ញុំអត់អស់ចិត្តខ្ញុំលួចសួរតាដែលគាត់ជាតាអាចារ្យគាត់ថាមនុស្សតែស្លាប់ហើយអត់ដកដង្ហើមភ្នែកអីរូបកាយអីមើលអត់ដឹងខ្លួនឯងស្លាប់អីណានៃខ្ញុំនិយាយតាមគាត់ដែរទេហើយពេលហើយខ្ញុំក៏មានអារម្មណ៍មួយចាប់ដើមភ័យបងប្អូនដល់ភ័យពេលវគ្គគេលក្ខណៈថាដល់ពេលវគ្គគេចង់ម្ដងទៀតហ្នឹងទៅចង់ម្ដងទៀតវគ្គហ្នឹងដាច់ខ្សែមកហើយឆ្មានឹងចេញមកម្ដងទៀតបងប្អូនចេញមកម្ដងទៀតឆ្មាខ្មៅចេញមកពុបលេងបងប្អូនហើយវាថាចេញមកពុបគឺឆ្មាហើយវាយំនឹងពេញកន្លែងចិត្តសពហ្នឹងហើយដល់ពេលចិត្តសពហ្នឹងហើយក៏ម្នាក់លេងបាយជើងគេរត់អស់ហ្មងបងប្អូនវាអត់មានអីកាលឡើងក៏ឃើញឆ្មាហ្នឹងតែគេរត់អស់ដល់ពេលហ្នឹងខ្ញុំភ័យដែរខ្ញុំរត់ដែរដល់ពេលមកតាអាចារ្យគាត់មិនទេគាត់ធម្មតាគាត់មានបល័យមានអីទៅគាត់សូត្រគាត់អីចឹងទៅក៏ឆ្មាហ្នឹងបាត់ទៅដល់ពេលបាត់ក៏យើងលក្ខណៈថាសពអីពេលដែលយើងគាត់សូត្រចឹងបាត់ហើយឆ្មាលេងមករំខានទៅសពអត់អីអត់មានបញ្ហាដូចដាច់មុងដាច់អីណាអត់ទេធម្មតាចឹងមិនថាឆ្មាខ្មៅហ្នឹងគឺឆ្មាមួយគេហៅឆ្មាអរូបឆ្មាមើលអត់ឃើញជាឆ្មាវានិយាយចំទៅគេហៅឆ្មាប្រភេទនិយាយទៅដូចឆ្មាអាឃាតចឹងអាឃាតព្រលឹងចឹងដូចតោងព្រលឹងមនុស្សស្លាប់ហើយឲ្យរស់វិញខ្លាចជាដូចយើងមើលរឿងចិនរឿងអីខ្លាចជាខ្មោចឆៅខ្លាចជាអីចឹងតែអានេះខ្ញុំគ្រាន់តែជារឿងពិតមួយដែលខ្ញុំលើកមកនិយាយទេហើយសូមបងប្អូនចូលចិត្តវីដេអូនេះហើយបងប្អូនចូលចិត្តវីដេអូនេះកុំភ្លេចចុច like ហើយនឹង comment ម្នាក់មួយមកឲ្យ follow page ផងហើយទៅនឹងទទួលបានរៀនថ្មីពិតអរគុណ